ហ្នឹងហើយសម្រាប់វីដេអូមួយគេនេះថតវីដេអូថ្មីអូchungសិញចៃចាតមកថ្ងៃហ្នឹងតមកពីយើងទៀតថ្ងៃហ្នឹងមិនសាមញ្ញយើងមិនសាមញ្ញវីដេអូមុនជានិយាយពី variable scope ឥឡូវចូលដល់echo និង print ក្នុង PHP statement អញ្ចឹងecho និង print វាជា statement គឺថា with PHP វាមាន basic ក្នុងការ output data ហ្នឹងមានពីរទីមួយគឺ echo និង print ជា echo PHP echo និង print statement អញ្ចឹងបោះទាំងពីរហ្នឹងថាប្រើសម្រាប់ output data លើ screen អញ្ចឹងវាគឺមានលក្ខណៈខុសគ្នាតិចតួចវាថា echo ហ្នឹងអត់មាន return value ទេតែ print វាមាន return value សូមវា return value មួយអញ្ចឹងវាអាចទៅបានប្រើប្រាស់នៅក្នុង expression អញ្ចឹង echo ហ្នឹងអាចប្រើ parameter តែ print វិញអាចថៃបានតែ one argument ទេប៉ុន្តែ one parameter ទេហ្នឹងហើយ echo វិញវាលឿនជាងវាលឿនជាង print ទៅឧទាហរណ៍ក្នុងការប្រើប្រាស់ echo នេះ echo មិនមែន display text នេះហ្នឹង display តគ្នាលើក្បៀសក៏បានបើចុចក៏បានចុចបន្តគ្នាក៏បានដែរ simple easy នេះការ display variable គឺថាមើលតាម simple ដែល output text ជាមួយនឹង variable ជាមួយនឹងecho statement ចានេះគេប្រើ echo statement គេប្រើមិនហ្នឹងនេះគេប្រើរបៀបហ្នឹងហើយនេះគេប្រើជាមួយ single quote ក៏បានដែរអញ្ចឹងឥទ្ធិពលនៃ echo អញ្ចឹងហើយចូលដល់ print វិញ print statement ហ្នឹងយើងអាចប្រើ print ទៅទេចឹងក៏បានឬមក print មានមុខកញ្ចក់ចឹងក៏បានវាដូចគ្នាហើយ display text ក្នុងការ display text របស់ print ហ្នឹងដូចគ្នា print ដូចគ្នាអូខេខ្ញុំការប្រាប់វាគឺដូចគ្នាទៅនឹងទៅនឹង echo គាត់ថាវាខុសគ្នាត្រង់ថាមួយមាន return value មួយទៀតអត់មាន return value ហើយមួយទៀតអាចដាក់ parameter បានចឹងមួយទៀតដាក់ parameter បានតែមួយអូខេចានេះចូលដល់សំណួរនេះជាមានតែប៉ុណ្្នឹងទេ echo ហើយនឹង print នេះដូចជាអត់មានអីទេធម្មតាដូច echo យើង output ធម្មតានេះគាត់ថា print ហ្នឹងវាអាចយក argument តែមួយឯងហើយនេះវាអាចប្រើ parameter ច្រើន echo អញ្ចឹង echo ហ្នឹងវា fast វាលឿនជាង print អញ្ចឹងណាហើយ echo ហ្នឹងអត់មាន return value តែវាដូចជា void function អញ្ចឹងពាក់នេះoh shit នេះ print keyword ទេ print keyword ក្នុង PHP នេះយើងមើល detail របស់វា print keyword ហ្នឹងមក output string អញ្ចឹង the print ហ្នឹង keyword ហ្នឹងតែងតែ return តម្លៃមួយជានិច្ចហើយ echo និង print ហ្នឹងគឺមានលក្ខណៈខុសគ្នាតិចតួចណាហើយពួកវាទាំងពីរត្រូវបានប្រភេទសម្រាប់ output data លើ screen របស់យើងអញ្ចឹងវាមានលក្ខណៈខុសគ្នាតិចតួចបំផុតទី1គឺថា echo មាន return value print អត់មាន echo អត់មាន return value តែ print អត់មាន return value មួយចឹងអាចប្រើក្នុង expression បានហើយecho ហ្នឹងអាចប្រើ parameter បានច្រើន print ហ្នឹងប្រើ parameter បានតែមួយហើយ echo វិញអាចធ្វើការmarginally faster than print ចឹងខ្ញុំដឹងថាmarginally ហ្នឹងអីគេឲ្យយើងទៅហៅមើលដល់គ្នាសួរ GPT លឿន PHP អូខេកន្លែងហ្នឹងយើងទៅis slightly too small silent this description in PHP blah blah refer to many costs like copy វាតែអស់ទេបើវាឆ្លើយប្រាប់យើងចេញមើលទៅវា copy មិនចេញទេវាគិតមិនចេញតែមកហ្នឹងហ่ะ usually say mean slightly faster មានថាម៉េចអូខេwe smile with very small speed advantage អញ្ចឹងមានន័យថាវាលឿន
វាលឿនជាងchắcនេះថាវានៅតែលឿនជាងប្រេនហ្នឹងឯងនេះដូចអីដែលវាដាក់ថា very small speed advantage it's not worth worry about unless you run a million or upload record upload per second ចាំន័យថាអានេះវា echo ហ្នឹងវាpowerful ជាងដោយសារតែវាប្រើថាប្រើយើងទៅវា small speed advantage អញ្ចឹងណាតែយើងតទៅមុខទៀតចឹងអានេះដូចជាមានតែប៉ុណ្្នឹងទេតែតទៅជាមួយ print ហ្នឹងហើយក្នុងការប្រើប្រាស់ print ដូចជាវាប្រើដូចតែ echo ដែរតែក្នុងការ apply ចូលក្នុង statement អាហ្នឹងយើងចាំនិយាយវានៅតាមក្រោយទៀតតែជាទូទៅដូចជាគេអត់សូវតែប្រើ print ទេគេប្រើតែecho នេះក្នុងការ output data ហើយយើងចូលមើល code យើងវិញហើយចូលមើល code យើងវិញlearning PHP យើងចូលធ្វើនេះអត់ណាអូខេទៅហើយនេះយើង comment វាចោលទៅណានេះយើង comment វាចោលយើងប្រើ multiple comment ចឹង echo នឹង print echo and print អូខេឥឡូវយើងមាន variable មួយក្នុងការតាម variable ក្នុង PHP យើងប្រើសញ្ញា size សញ្ញាដុល្លារនេះអញ្ចឹងដាក់ x ស្មើជាមួយ21ណាចឹងនេះវា x ស្មើជាមួយនឹង22ចឹងនេះយើង print វា print ដូចតានេះចឹងដូចតែ echo ដែរ print នេះគេឲ្យយើង echo ទៀតមកអានេះ echo y អូខេនេះយើងដាក់ឲ្យវាចូលបន្ទាប់វាមកអានេះប្រើចូលបន្ទាប់បានដូចគ្នាអូខេបន្ទាប់ពីហ្នឹងហើយយើង run server របស់យើងមកតោះបើក server run ផង sam run as administrator អូខេឥឡូវ server យើង run ហើយឥឡូវយើងទៅ report ហើយយើងទៅបើកមក localhost index.php ថ្ងៃនេះ21 pp អញ្ចឹងវាត្រូវដូចតម្លៃដែលយើងបានដាក់មកអញ្ចឹងមានន័យថា print នៅ echo ហ្នឹងយើងប្រើដូចគ្នាគាត់ថាវាមានលក្ខណៈខុសគ្នាជួយខុសក្នុងថា echo មាន return តម្លៃដើម្បី print យើងមាន return តម្លៃដែលវា return តម្លៃមួយចំណិចអញ្ចឹងយើងអាចប្រើក្នុង expression បានអញ្ចឹងឧបមាថាបើយើងប្រើ if else statement អីចឹងជាដើមតែយើងតាមដល់អាហ្នឹងដូចជានៅវែងឆ្ងាយទៀតហើយយើងចេះតែប៉ុណ្្នឹងសិនទៅហ្នឹងហើយវីដេអូនេះមានប៉ុណ្្នឹងអរគុណ